នេះគឺជាខ្ទមដែលបានផ្ដល់បានជាមួយនឹងមេរៀនជីវិតសម្រាប់ខ្ញុំបំផុតបងប្អូនទាំងក្តៅទាំងល្ងាជូរចត់នៅក្នុងអំឡុងពេលដែលយើងធ្លាក់បាទខ្លួនខ្លាំងខ្ទមនេះគឺជាខ្ទមមួយដែលធ្វើឲ្យខ្ញុំចេះស្រឡាញ់ខ្លួនឯងច្រើនហើយត្រូវគិតថាពេលដែលយើងធ្លាក់ខ្លួនគ្មាននរណាជួយយើងបានទេបងប្អូនក្រៅពីខ្លួនឯងអញ្ចឹងនេះគឺជាពេលចុងក្រោយដែលខ្ញុំសម្រេចចិត្តចាក់ចេញពីខ្ទមដើម្បីបាទអភិវឌ្ឍខ្លួនឯងទៀតបាទហើយជាពេលនេះពេលដែលខ្ញុំធ្លាក់ខ្លួនខ្ញុំខ្លាចសង្គមបងប្អូនខ្ញុំអត់សូវហ៊ានបើកខ្លួនក្នុងសង្គមខ្ញុំអត់សូវបងប្អូនឃើញហើយមើលតែគីឡូក៏ដឹងដែរពិបាកចិត្តតែខ្ញុំខុសគេបងប្អូនពិបាកចិត្តគីឡូកាន់តែឡើងបាទហើយនេះចាប់ផ្ដើមរៀបចំដើម្បីឈានដំណើរទៅកំពង់សោមសាជាថ្មីដើម្បីឲ្យខ្លួនឯងនេះបាទគិតថាបើសិនជាយើងនៅតែខ្លាចសង្គមទៀតវាអត់ទៅមុខបាទអញ្ចឹងលើកទឹកចិត្តណាបងប្អូនបាទអ្នកដែលបាក់ទឹកចិត្តអ្នកដែលខ្លាចសង្គមគ្មាននរណាជួយខ្លួនយើងក្រៅពីខ្លួនយើងឯងហើយអំឡុងពេលនោះឯងពេលដែលខ្ញុំស្គាល់ទាំងអស់ទាំងសាច់ញាតិបងប្អូនមិត្តភ័ក្តិអូខេគាត់នឹងនិយាយឲ្យខ្ញុំចង់ស្រក់ទឹកភ្នែកប៉ុន្តែនេះជាមេរៀនមួយដែលអ្នកដែលជួបហើយគួរតែយល់អ្នកដែលជួបហើយគួរតែចងចាំអ្នកដែលមិនទាន់ជួបគួរតែយកជាបទពិសោធន៍ពេលណាដែលយើងមានអ្វីគ្រប់យ៉ាងទឹកមាត់យើងប្រៃពេលដែលយើងអស់អ្វីគ្រប់យ៉ាងយើងហាក់បីដូចជាសម្រាមអញ្ចឹងអំឡុងពេលហ្នឹងបងប្អូនមិត្តភ័ក្តិឬក៏បងប្អូនដែលយើងធ្លាប់ស្គាល់កាលដែលយើងនៅមានបានណាយើងមិនមែនចង់ទៅខ្ចីលុយគេឬយើងចង់ទៅសុំអីគេទេពេលខ្លះយើងដូចថាយើងស្មុគស្មាញយើងគ្រាន់តែទៅលេងផ្ទះគេពឹបអានេះខ្ញុំនិយាយពីចិត្តណាបាទយើងអត់ទាន់បាននិយាយអីផងគេរៀបរាប់ពីគេមកយើងវិញអស់លេងថាគេឥឡូវពិបាកអញ្ចឹងបាក់អញ្ចឹងទាំងយើងអត់បានសួរនាំទេណាបងប្អូននឹងពេលហ្នឹងអានឹងជាក់ស្ដែងមានបងប្អូនបាទហើយដល់ពេលអញ្ចឹងទៅយើងគិតទៅសម័យតែមិត្តភ័ក្តិជិតស្និទ្ធយើងអត់សូវហ៊ានទេអំឡុងពេលនោះយើងហ៊ានទេទៅអ្នកដែលជិតស្និទ្ធហើយយើងគិតថាអាចជួយយើងបានទេពេលនោះយើងទៅសួរសុខទុក្ខហើយក៏អរគុណមិត្តភ័ក្តិមួយចំនួនប្អូនដែលខ្ញុំនៅចង់ចាំជានិច្ចហើយនឹងបងមួយចំនួនខ្ញុំចង់ចាំទោះបីឥឡូវខ្ញុំអត់ទាន់មានលទ្ធភាពសងគុណអ្នកវិញតែខ្ញុំចង់ចាំពេលដែលខ្ញុំក្រទោះបីអ្នកឯងឲ្យទឹកខ្ញុំតែមួយផ្តិលបាយខ្ញុំមួយផ្តិលបាយខ្ញុំមួយចានលុយមួយរៀលខ្ញុំនៅចង់ចាំក្នុងចិត្តរបស់ខ្ញុំជានិច្ចហ្មងពេលហ្នឹងណាបាទហើយអញ្ចឹងសូមឲ្យអ្នកដែលបាក់ទឹកចិត្តអ្នកដែលជួបប្រទះរឿងដូចខ្ញុំឈរឡើងគិតឡើងព្យាយាមលើកទឹកចិត្តខ្លួនឯងឡើងស៊ូឡើងណាហ្នឹងហើយគ្មាននរណាជួយយើងបានទេក្រៅពីខ្លួនឯងខ្ញុំនិយាយតែភាសាអញ្ចឹងទេបាទភាសានេះជាបទពិសោធន៍